ជាងតំរួតសួស្តីបងប្អូនថ្ងៃនេះលោកគ្រូនឹងនាំបងប្អូនមករៀនមេរៀនរំលឹកទី68ជាងតំរួតងជើងសងជើងហងជើងអដែលជាដំបូងលោកគ្រូនឹងនាំបងប្អូនមករៀនអានពាក្យជាមុនសិនឥឡូវនេះសូមបងប្អូនមើលតារាងទី1ដែលតារាងនេះមាននៅក្នុងសៀវភៅជំនួយសិស្សថ្នាក់ទី2ទំព័រទី146ដែលជាដំបូងលោកគ្រូនឹងចង្អុលហើយអានដោយបងប្អូនស្ដាប់ជាមុនសិនចាប់ផ្ដើមវង្សារាំងសីអង្គសាបងអែមបងហើបកង់ហាចង់អៀតបងហាញបងអួចបងអង្គចង់អេចង់ហាន់ហឹងសាសង្ហារឹមបងហិនបងអែបងអង្គជាបន្តសូមបងចង្អុលនឹងអានដែលផ្សំប្រកបជាមួយលោកគ្រូចាប់ផ្ដើមវង្សារាំងសីអង្គសាបងអែមបងហើបកង់ហាចង់អៀតបងហាញបងអួចបងអង្គចង់អេចង់ហាន់ហឹងសាសង្ហារឹមបងហិនបងអែបងអង្គបាទឥឡូវនេះសូមបងចង្អុលនឹងអានដោយផ្សំប្រកបដោយខ្លួនឯងវិញម្ដងចាប់ផ្ដើមបាទពូកែមែនតែនជាបន្តទៅទៀតលោកគ្រូនឹងនាំបងប្អូនមកអានល្បះទាំងអស់គ្នាដែលជាដំបូងលោកគ្រូនឹងអានឲ្យបងស្ដាប់ជាមុនសិនចាប់ផ្ដើមឆ្នាំនេះកម្ដៅឡើងដល់40អង្សាវង្សាបងហើយកិច្ចការមិនបងអែបងអង្គជីដូនយកចង្ហាន់និងបងអែមទៅប្រគេនលោកជាបន្តទៅទៀតសូមប្អូនអានជាមួយលោកគ្រូទាំងអស់គ្នាចាប់ផ្ដើមឆ្នាំនេះកម្ដៅឡើងដល់40អង្សាវង្សាបងហើយកិច្ចការមិនបងអែបងអង្គជីដូនយកចង្ហាន់និងបងអែមទៅប្រគេនលោកអរគុណឥឡូវនេះសូមបងប្អូនអានដល់ខ្លួនឯងវិញម្ដងបាទពិតជាល្អណាស់ឥឡូវនេះលោកគ្រូនឹងនាំបងប្អូនមកអានអត្ថបទខ្លីទាំងអស់គ្នាសូមបងប្អូនមើលរូបភាពតើបងប្អូនឃើញអ្វីខ្លះក្នុងរូបភាពនេះបាទល្អណាស់គឺឃើញម្ដាយកំពុងតែជួសជុលកង្ហាហើយឃើញកុមារម្នាក់កំពុងតែបង្ហោះខ្លែងហើយឃើញលោកពុកកំពុងតែចងបង្អោងឡើងដាំត្នោតបាទដូច្នេះចំណងជើងនៃអត្ថបទនេះគឺភ្លៀងបង្អាក់ពូវង្សាបាទដូច្នេះតាមរយៈរូបភាពនិងចំណងជើងតើបងប្អូនអាចដឹងទេថាអត្ថបទនេះគឺចង់និយាយអំពីអ្វីដែរ
សូមបងប្អូនសាកទស្សន៍ទាយទាំងអស់គ្នាដែលជាដំបូងលោកគ្រូនឹងអានឲ្យបងប្អូនស្ដាប់ជាមុនសិនចាប់ផ្ដើមភ្លៀងបង្អាក់ពូវង្សាពូវង្សាកំពុងចងបង្អោងឡើងដើមត្នោតមីងរាំងសីកំពុងជួសជុលកង្ហាក្បែរបង្អួចរីឯសង្ហាកំពុងលេងបង្ហោះខ្លែងមីងរាំងសីចង្អុលទៅមេឃបង្ហាញពូវង្សានិងសង្ហាស្រាប់តែភ្លៀងធ្លាក់មកពូវង្សាស្ទុះរើចង្អេស្ត្រីចង្វាទុកមិនបងអែបងអង្គមីងរាំងសីបង្ហាត់សង្ហាឲ្យត្រង់ទឹកភ្លៀងដាក់ពីងពូវង្សាដកដង្ហើមធំព្រោះភ្លៀងធ្លាក់កាន់តែខ្លាំងភ្លៀងបានបង្អាក់ពូវង្សាមិនឲ្យឡើងដើមត្នោតជាបន្តសូមបងជើងអុលនឹងអានជាមួយលោកគ្រូចាប់ផ្ដើមភ្លៀងបង្អាក់ពូវង្សាពូវង្សាកំពុងចងបង្អោងឡើងដើមត្នោតមីងរាំងសីកំពុងជួសជុលកង្ហាក្បែរបង្អួចរីឯសង្ហាកំពុងលេងបង្ហោះខ្លែងមីងរាំងសីចង្អុលទៅមេឃបង្ហាញពូវង្សានិងសង្ហាស្រាប់តែភ្លៀងធ្លាក់មកពូវង្សាស្ទុះរើចង្អេស្ត្រីចង្វាទុកមិនបងអែបងអង្គមីងរាំងសីបង្ហាត់សង្ហាឲ្យត្រង់ទឹកភ្លៀងដាក់ពីងពូវង្សាដកដង្ហើមធំព្រោះភ្លៀងធ្លាក់កាន់តែខ្លាំងភ្លៀងបានបង្អាក់ពូវង្សាមិនឲ្យឡើងដើមត្នោតអរគុណឥឡូវនេះសូមបងប្អូនអានដល់ខ្លួនឯងវិញម្ដងបាទពិតជាល្អណាស់អត្ថបទនេះគឺចង់និយាយអំពីភ្លៀងបានបង្អាក់ពូវង្សាមិនឲ្យឡើងដើមត្នោតអបអរសាទរបងប្អូនដែលទស្សន៍ទាយបានត្រឹមត្រូវ